ถอนมุมนี้ต้องเป็นมันអនុញ្ញាតជំរាបសួរបងប្អូនប្រិមិត្តអ្នកស្ដាប់និងប្រិមិត្តដែលកំពុងតាមដានទស្សនាបាទជាមួយនឹងវីដេអូរបស់ខ្ញុំបាទថ្មីជាបន្តទៀតហើយបាទថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនបាទជាមួយនឹងបងប្អូនជនដែលមានពិការភាពយើងគាត់ធ្វើម្ហូបបងប្អូនឥឡូវនេះគាត់នឹងធ្វើជាសម្លស្ងោរជ្រក់ត្រីបងប្អូនអើយឥឡូវនេះគាត់បានស្លហើយគាត់កំពុងតែដាក់គ្រឿងនឹងភ្លក់ផងដែរហើយការស្លស្លុករបស់គាត់នេះគឺជាប្រភេទសម្លបែបធម្មតាទេមិនមែនជាស្លអីទេប៉ុន្តែគាត់ថាខ្ញុំចង់បង្ហាញឲ្យបងប្អូនទស្សនិកជនយើងបានទស្សនាមើលថាឲ្យគាត់ដឹងថាតើជនពិការយើងក៏អាចធ្វើម្ហូបធ្វើអីបានវាមិនអីចឹងណាពេលខ្លះគាត់ឆ្ងល់ថាគាត់មានពិការភាពហ្នឹងគាត់ធ្វើម្ហូបបែបម៉េចហើយប្រពន្ធរបស់ខ្ញុំនេះគាត់ធ្វើរៀងរាល់ថ្ងៃបងប្អូនមិនមែនធ្វើតែមួយថ្ងៃធ្វើជាប្រចាំរៀងរាល់ថ្ងៃអញ្ចឹងណាប៉ុន្តែដោយសារតែពីមុនខ្ញុំមិនដែលបានថតដោយសារខ្ញុំអត់សូវនេះអត់សូវបានថតតែថាជិលថតបាទប៉ុន្តែដល់ឡែកឥឡូវនេះយើងមាន channel មាន page មានអីចឹងក៏ថតឲ្យបងប្អូនយើងមើលទស្សនាលេងបាទវីដេអូនេះឧបត្ថម្ភធំដោយម៉ាសាដៃទេពចាត់សរសៃនៃជនពិការភ្នែកបាទមានទីតាំងនៅផ្លូវទ្វារផលិតទឹកដីខេត្តកំពតហើយសម្រាប់ពុកម៉ែបងប្អូនយើងមានអាការៈចុកថ្លោះក្រិចជាប់ចង្កេះឈឺស្មាចុករុយស៊ីដុំឈឺខ្នងហ្នឹងបងប្អូនយើងកុំភ្លេចណាឲ្យពួកខ្ញុំសម្រួលជូនបាទបងប្អូនយើងនឹងបានធូរស្បើយឡើងវិញហើយជាមួយនឹងអាការៈទាំងអស់នេះពុកម៉ែបងប្អូនបាទនេះគាត់ភ្លក់អូបងប្អូនអើយភ្លក់ហើយបាទហើយនេះគឺជាប្រភេទសម្លស្ងោរទ្រក់ត្រីកន្តាំងសមុទ្រណាបងប្អូនត្រីសមុទ្រយើងណាមិនមែនត្រីស្រែឬក៏ត្រីចិញ្ចឹមអីទេគឺត្រីសមុទ្រពួកខ្ញុំជួយចិត្តតែរឿងបោះសមុទ្រទេព្រោះតែសារអីបោះត្រីសមុទ្រវាមានជាតិឆ្ងាញ់ណាបងប្អូនបាទអញ្ចឹងនេះគឺជាសកម្មភាពប្រពន្ធខ្ញុំស្លសម្លស្ងោរជ្រក់ត្រីបងប្អូនប្រិមិត្តទស្សនិកជនបាទហើយការធ្វើរបស់គាត់គឺមិនមែនធ្វើមួយថ្ងៃទេគឺធ្វើជាប្រចាំរៀងរាល់ថ្ងៃប៉ុន្តែថ្ងៃខ្លះខ្ញុំអាសាចេះថតឲ្យបងប្អូនមើលលេងថ្ងៃខ្ញុំជិលអត់តនេនេះបាទខ្ញុំរវល់តនេអីចេះថតឲ្យបងប្អូនយើងមើលលេងបាទឥឡូវបងប្អូនមើលទស្សនាលេងរូបភាពយឺតដើម្បីជាការកំសាន្តភ្នែកណាបងប្អូនបាទពុកម៉ែបងប្អូនយើងគាត់មើល channel YouTube កុំភ្លេចជួយ Subscribe និងបងប្អូនអ្នកមើល YouTube Subscribe ហើយមើល Facebook កុំភ្លេច Like និង Follow Page និងអ្នកមើល TikTok កុំភ្លេច Share បងប្អូនណាចុចបេះដូងចុចបេះថ្នោតដែរបងប្អូនអើយដើម្បីឲ្យយើងខ្ញុំមានទឹកចិត្តក្នុងការផលិតវីដេអូថ្មីជាបន្តទៀតជូនបងប្អូនទស្សនាបាទថ្ងៃនេះកូនម្លេងងោជ្រក់ត្រីដល់កមកយេបងប្អូនណារូបភាពទាំងស្រុងនេះគឺមិនមែនកាត់តឬក៏មិនមែននេះទេគឺរូបភាពអត់ព្រៀងទុកបងប្អូនណារូបភាពផ្ទាល់ហ្មងបាទចឹងបងប្អូនមើលតែកន្លែងកន្លុំមកគាត់ស្លោគឺគាត់មានរៀបចំស្អាតបងប្អូនណាបាទអូបាទគាត់ពងកំភ្លក់បងប្អូនអើយបាទហើយបងប្អូនណាស្លោឆ្អិនហើយបងប្អូនយើងសម្រាប់បងប្អូនមានអាការៈណាបងប្អូនដូចខ្ញុំបានជំរាបជូនចឹងបងប្អូនកុំភ្លេចណាមកទឹកដីខេត្តកំពតបាទចុកចង្កេះជីចឹងខ្នងចុករុយស៊ីដុំឯងបងប្អូនកុំភ្លេចមកឲ្យយើងខ្ញុំសម្រួលជូនណាបងប្អូនណាបាទអរគុណណាជំរាបលាជួបគ្នានៅថ្ងៃស្អែកនិងវីដេអូថ្មីជឿបន្តទៀតជូនពរបងប្អូនប្រិមិត្តយើងសុខភាពល្អជាជំនះគ្រប់ភារកិច្ចជូនពររកស៊ីមានបានកាត់បាល់វិទ្យុជជុំដូចអបពងជ័យរីកស្ដីជិះមង្គលដល់កាយក្រុមគ្រួសាររបស់អ្នកហើយជួយគ្រប់គ្រងយើងខ្ញុំដើម្បីឲ្យយើងខ្ញុំមានទឹកចិត្តក្នុងការផលិតវីដេអូជូនបងប្អូនយើងជាបន្តទៀតអរគុណជំរាបលា